ខ្ញុំសូមប្រាប់ទៅបងប្អូនវិញថាបងប្អូនមួយចំនួនទេណាបាទបើសិនជាខ្ញុំចង់ចេញពីវ័យប៉ែតខ្ញុំឲ្យឡានមកដឹកម៉ូតូរបស់ខ្ញុំចេញពីវ័យប៉ែតតែមួយផ្លេតទេគឺដឹកចេញទាំងអស់ហើយពីព្រោះថាខ្ញុំមានឃ្លាំងរបស់ខ្ញុំសាខារបស់ខ្ញុំនៅក្រុងសេរីសុភ័ណ្ឌគឺខ្ញុំមានដែរពីវ័យប៉ែតទៅក្រុងសេរីសុភ័ណ្ឌបាទដីតែ40គីឡូខ្ញុំដឹកចេញទៅទាំងផ្លេតគឺអស់ហើយប៉ុន្តែខ្ញុំមិនចង់ចេញដោយសារអីខ្ញុំស្រឡាញ់ទឹកដីវ័យប៉ែតមួយនេះខ្ញុំអត់ចេញទៅណាហើយមួយទៀតកុំឲ្យចាញ់យុទ្ធសាស្ត្រល្បិចពួកអាថៃអស់ហ្នឹងបាទវានាំគ្នាប្លង់គ្រាប់មកក្រុងវ័យប៉ែតជាយក្រុងដើម្បីឲ្យប្រជាជននាំគ្នារត់ចេញអស់ពេលដែលប្រជាជនខ្មែរនាំគ្នារត់ចេញអស់វាមិនគ្រប់គ្រងយកទីក្រុងនឹងស្រួលទេបាទអាហ្នឹងយុទ្ធសាស្ត្រពេលខ្លះបងប្អូនអត់ដឹងពីយុទ្ធសាស្ត្រពួកវាចង់បានទីក្រុងវ័យប៉ែតដោយមិនចាំបាច់ប្រើគ្រាប់ច្រើនទេប្រើគ្រាប់តិចតួចឲ្យប្រជាជនរត់ចេញអស់វាគ្រប់គ្រងយកតែម្ដងហើយបងប្អូនដឹងអត់ថានៅក្នុងក្រុងវ័យប៉ែតបាទមានជនជាតិថៃជនជាតិបរទេសផ្សេងដែលកំពុងស្នាក់នៅធ្វើការលើទឹកដីក្រុងវ័យប៉ែតនេះរាប់ម៉ឺននាក់បើខ្មែរយើងនាំគ្នារត់ចេញអស់ស្មើនឹងយើងនឹងបកគោលទឹកដីឲ្យគេហើយបាទនិយាយគ្នាហើយអ្នកទឹកចិត្តតុនខ្សោយទឹកចិត្តអន់គុណភាពណាទឹកចិត្តល្វាក់ល្វន់តុនដូចចំហួយណាងាយបាក់ទឹកចិត្តចូលចិត្តនិយាយថាសៀមអត់ឈប់បាញ់ទេខ្មែរយើងអត់មានអីតតាំងជាមួយគេទេខ្ញុំបាក់ទឹកចិត្តហើយអត់មានសំណាញ់មេឃទេសំណាញ់មេឃនឹងអួតទេមិនដឹងសំណាញ់មេឃនឹងយកពេលណាមកប្រើទេហេតុអីមិនបាញ់ F16 ខ្មែរអត់មានអីទប់ទល់គេទេសេរីបែបហ្នឹង block ខ្ញុំចោលឲ្យហើយទៅណាពួកខ្ញុំអត់ត្រូវការទេខ្ញុំត្រូវការអ្នកដែលមាន positive energy និយាយទៅមានកម្លាំងចិត្តបែបបោកហ្មងណាខ្ញុំត្រូវការតាមដានស្គាល់គ្នារាប់អានគ្នាជាមួយអ្នកបែបហ្នឹងនៅក្នុង Facebook ខ្ញុំត្រូវការមើលអីល្អៗយកកម្លាំងចិត្តធ្វើការងាររកស៊ីបន្តរកលុយទិញស្បៀងឲ្យតាហ៊ានខ្ញុំបាញ់ក្បាលអាចោលសៀមខ្ញុំជាអ្នកបយប៉ែតខ្ញុំប្រាជ្ញាមករឹតចោលទឹកដីខ្ញុំទេខ្ញុំមិនខ្លាចថៃទេអាសត្វធ្វើលើទីចុង16នេះបយប៉ែតលេងខ្លាចក្រាបហើយឯងមិនចង់ផ្អើលទេពួកអាសៀមអញដឹងថាពួកឯងនេះចង់ឲ្យគេរត់ចេញពីក្រោយក្រុងបយប៉ែតដើម្បីលួចម៉ូតូជិះក្នុងថ្មដែរដឹងមកហើយឯងគេឈប់ចាញ់បោឯងហើយឯងទៅចាំចង់និយាយថាយុទ្ធសាស្ត្រ20ពួកឯងអត់បានសម្រេចទេហែងកាន់តែខ្លោងអញកាន់តែនៅអញចង់ប្រាប់អញ្ចឹងអញមកចាក់ទឹកដីចង់ប្រាប់អញ្ចឹងណាពួកអាសៀមបងប្អូនអើយចាអញ្ចឹងគឺពេលដែលយើងរួបរวมគ្នាបើយើងចេញពីផ្ទះគឺចោលវានឹងបានបាយបងប្អូនចាអញ្ចឹងយើងម្នាក់បន្តិចចកមកបាច់គេកាច់បាយបងប្អូននេះចាបងអញ្ចឹងគឺយើងសហការគ្នាបងប្អូនទទួលស្គាល់ថាផ្លូវចិត្តម្នាក់ប៉ះពាល់ផ្លូវចិត្តហ្នឹងតែសំខាន់ពេលនេះគឺពេលវេលាដែលយើងរួបរวมគ្នាបងប្អូនទាំងអស់គ្នាយើងមិនពេលវេលាដែលយើងរត់ចោលគ្នាចាំគេប្រាប់ថាចម្លៀសអាហ្នឹងចាំយើងចម្លៀសទៅបងប្អូនចាតែឥឡូវគាត់មិនទាន់បានមានដំណឹងណាមួយដែលថាប្រាប់ឲ្យយើងចម្លៀសអញ្ចឹងណាបងនេះដូចបងប្អូនឃើញចាមនុស្សម្នាជិះពេញផ្លូវយើងម្ចាស់ទឹកម្ចាស់ដីយើងទៅចេញទៅណានតែចោលវាបានចិត្តហ្នឹងអីបងប្អូនអើយ22ខែ12ប្លង់ពេញមេឃអ្នកបយប៉ែតជិះតាមផ្លូវធម្មតាធ្វើការរត់លុយបងប្អូនអើយបយប៉ែតថ្ងៃមិញ30គ្រាប់ជាងងាយឡើងមនុស្សមិនដែលគេឈប់ខ្លាចហើយបងប្អូនអើយបយប៉ែតឡើងគេឈប់ខ្លាចហើយជំរាបសួរពុកម៉ែបងប្អូនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពនាងខ្ញុំសុកសំភ័សថ្ងៃនេះសូមចេញវីដេអូគោរពកោតសរសើរមែនទែនចំពោះពុកម៉ែបងប្អូនយើងនៅបណ្ដាព្រំដែនពិសេសគឺនៅបាត់ដំបងប្រទេសមានជ័យប៉ោយប៉ែតគឺគាត់បានចេញคลิปវីដេអូស្រែកប្រាប់ពិភពលោកថាគាត់គឺជាម្ចាស់ផ្ទះម្ចាស់ប្រទេសគាត់មិនរត់តាណាទេមិនរត់ចេញពីផ្ទះដើម្បីពួកឲ្យពួកអាចោសៀមចូលប្លន់ទេគាត់មិនចាញ់ការគម្រាមកំហែងសម្លុតរបស់ពួកអាចោសៀមទេហើយពួកគាត់ខ្ញុំសូមសរសើរពួកគាត់ស្ដាប់និងតាមដានព័ត៌មានពិតរបស់រាជរដ្ឋាភិបាលកម្ពុជាយើងគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដូច្នេះក្នុងនាមខ្ញុំគឺជាប្រជាពលរដ្ឋដែលនៅរាជធានីភ្នំពេញសូមគោរពកោតសរសើរនិងលើកទឹកចិត្តផ្ដល់ជាកម្លាំងចិត្តដល់ពួកគាត់ពីចម្ងាយបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាចូលរួមសហការជាមួយនឹងរាជរដ្ឋាភិបាលបានស្រុះគ្នាដូច្នេះសូមពុកម៉ែបងប្អូនតាមដាននៅเพจផ្លូវការរបស់ថ្នាក់ដឹកនាំដែលនាងខ្ញុំនឹងទម្លាក់នៅក្នុងខមមិនឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះ link ដែលជាเพจព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំយើងកុំជឿចំពោះការបំផុសបំផុលបំពុលបំប៉ោងរបស់ព័ត៌មានចោលសៀមនិងព័ត៌មានពួកប្រឆាំងក្បត់ជាតិនៅឯក្រៅប្រទេសពុកម៉ែបងប្អូនកុំជឿឲ្យសោះពួកនោះកំពុងតែមានផែនការអាក្រក់រាល់ថ្ងៃគឺពួកយើងគឺកំពុងតែប្រឈមមុខនឹងសង្គ្រាមប្រដាប់អាវុធសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមព័ត៌មានដែលពួកវាកំពុងតែវាយលុកធ្វើឲ្យពុកម៉ែបងប្អូនមានការភ័ន្តច្រឡំជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាពេលដែលយើងបែកបាក់សាមគ្គីគ្នាយើងក៏ខ្សោយធ្វើឲ្យសៀមមានឱកាសឈ្លានពានប្រទេសរបស់យើងធ្វើឲ្យពួកប្រឆាំងក្បត់ជាតិនៅក្រៅប្រទេសមានឱកាសក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាយើងដូច្នេះយើងត្រូវតែសាមគ្គីគ្នារួបរวมគ្នាស្មារតីខ្មែរតែមួយ
ដើម្បីកម្ពុជាយើងខ្លាំងយើងជាប្រជាពលរដ្ឋត្រូវតែសហការគ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារបស់យើងពង្រឹងខ្លួនឯងទាំងផ្លូវចិត្តផ្លូវកាយនិងសេដ្ឋកិច្ចដើម្បីចូលរួមចំណែកជួយទៅដល់ជនភៀសសិទ្ធនិងបងប្អូនកងទ័ពដែលត្រូវការជំនួយពីពួកយើងត្រូវការកម្លាំងចិត្តពីពួកយើងខ្មែររួបរួមខ្មែរខ្លាំងខ្មែរឈ្នះ